នារសៀលខែទី6ខែតុលាឆ្នាំ2025នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯករតស្រៀងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តតួនាទីភារកិច្ច9ខែនិងលើកទិសដៅសកម្មភាពការងារត្រីមាសទី4ឆ្នាំ2025របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការចូលរួមពីលោកមេបញ្ជាការរងនាយសេនាធិការរងប្រធានមន្ត្រីនាយរងការិយាល័យលោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង14និងលោកមេបញ្ជាការវីរៈសេនាតូចព្រមទាំងនាយរងអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរលោកឧត្តមសេនីយ៍ឯករតស្រៀងបានមានប្រសាសន៍ណែនាំរំលឹកអំពីវិន័យសណ្ដាប់ធ្នាប់ពង្រឹងតួនាទីភារកិច្ចបង្ក្រាបសង្គ្រោះក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃដល់កងកម្លាំងក្រោមអាវ៉ាតទាំងអស់ត្រូវអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេលវេលាជាពិសេសត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយឬហេតុការណ៍ផ្សេងៗដែលកើតមានឡើងផងដែរ